Hà Lan cắt goal goal 1-0 អូយបាទបើការនោមមុខមកគ្រប់មុនហើយចាប់បាត់សាមិនយោបាទផៃកៃបាទមិនល្អមែនទេបាទបើមិននេះអត់តំណងសោះប៉ុន្តែមិនឲ្យកើតមានគ្រប់ដើមមិនធីកមិនឲ្យអូយបាទទស្សនាការបាទលេងដល់សង់តង់គ្នាពីរបស់ខាងក្រោមទៅសំខាន់នោះបាល់លេងពីរ៉ាជគីស្រូទៅឆ្លាយកាត់បាល់នេះបានហើយពីហាតូប៉ុន្តែយ៉ាងណានៅតែដល់ជើងរបស់ហាឡែនបាទក៏បញ្ទូទម្លាក់បន្តបាទបេណាដូស៊ីវ៉ាអីអោផ្សាយបាល់នេះហាឡែនគាត់អ្នកយកវាយកែងមកនេះបាទបច្ចេកទេសបាទខ្ញុំគិតថាអត់ទំនងទៅចូលបងម្ដេចនេះបាទអស់ដៃអ្នកចាំទីបាទ Robert Sanchez អត់ទេបច្ចេកទេសរបស់គេសុទ្ធសាធនេះអូយឡូដូចខ្ញុំកាន់នៅកន្លះបាទ1-0បាទប្រិមិត្តបងប្អូនគូនេះគឺនឹងតែជក់ចិត្តទៀតហើយជក់ចិត្តទៀតហើយណាមុននឹងអត់ជក់ចិត្តបាទកាន់តែជក់ចិត្តមកកម្រិតទៅទៀតបើថាកាន់តែជក់ចិត្តត្រូវព្រោះ Chelsea នឹង Reebok comeback 2-1បាទអញ្ចឹងឲ្យតែមានមកគ្របបែបនេះគឺនឹងតែជក់ចិត្តបាទមកកម្រិតទៀតបាទមុននេះគឺបាទបាទ1-0បាទ72នាទីសមែនយោដាក់មកគ្របមុនបាទដាច់មកជើងឡើងខាងលើបាទជាខាងក្រៅបាទរាប់រងបាល់ពី Chelsea បាទសំណុំមកបងមកគ្របមុនណាជើញបាទជើញខ្ញុំសុទ្ធតែ2គ្រាប់ចុងម៉ោងលើកពីនដល់បាទបាទលំមដល់បាទពាក់ក្តារវគ្គបាទ20.8មែនសុទ្ធមកគ្រាប់ឡើងដល់គ្រាប់ឡើងបាទបងប្អូនយើងឡើងមកលេខទៀតបាទមកគ្រាប់ទៀតហើយបាទតែក្បាលគ្រាប់បាល់តែស្មើអូយបាទប៊ីបាទ Enzo Fernandez អត់ហេតុហើយបាទបានត្រឹមតែ2ទេបាទបាល់វិញបាទកាត់ប៉ែតងើយទៅពី Kubil ទៅអូបាល់នេះគាត់ដេកតាមបាល់ទៅចាប់បាល់ទីបាទគេចាប់ទាញល្អអាកាមិនល្អខ្លាំងមែនទេប៉ុន្តែណាបាទគឺថាគូណាងអត់ជួយតើดูក្នុងមកគ្រូត្រាអាប៊ីតពេលនាទីចុយអូយញ៉ាកដាលេងមែនតើហើយបងប្អូនអើយអាយ៉ាឱកាសទៀតអើយជួយសង្គ្រោះបានអូយល្អណាស់រ៉ាយ៉ានជេគីហើយប៉ុន្តែគួរឲ្យសោកស្ដាយបាទ Robert Sanchez ប៉ុន្តែឆែកចូលខ្លួនល្អជាងបាទសង្គ្រោះបាល់បាញ់នេះបានគឺថាមិនធម្មតាទេបាទឥឡូវមិនទេលបោះផ្លូវដែរបាទយើងមកទស្សនារូបភាពបាទពុញយឡងល្អណាស់មកជើងឆ្វេងរបស់រ៉ាយ៉ានជេគីដៃស្ដាំរបស់ Robert Sanchez ទះរុញច្រានឲ្យបាល់ចេញបានយ៉ាងល្អអូគ្រោះថ្នាក់ណាស់មកហើយបដ ாய் គេសុទ្ធងាយនៅក្នុងតំបន់គ្រោះថ្នាក់មកជើងនេះឡើងដាច់ល្អណាស់ណេតូមកជើងនេះប្លុកបានយ៉ាងណែនក្តំតែម្ដងឥឡូវមកវិញពី Jeremy Doku ធ្វើយ៉ាងណា2-0ក៏យ៉ាងម៉េចបលមួយ Ryan Cherky អត់សុទ្ធទេទាញមកក្រោយហាឡានលើកដៃទៅឲ្យបោះមកអញមកឲ្យហាឡានបាយខ្នងត្រឡប់បោកមកខាងក្រោយវិញបាទពីយូរមកឲ្យគាត់អត់ព្រមឲ្យហាឡែនបាទមិញគាត់ចង់ស៊ីត្រឹមមួយនឹងបាទហាឡែនគាត់ចង់ខឹងហើយបាទមិញខឹងចិត្តទីហើយបាទឲ្យគាត់ឲ្យមកចង់បានគ្រាប់បាន final ដែរណាបាទមកគ្រាប់ក្នុងវគ្គ final គឺវាពិសេសណាស់ដូចមកគ្រាប់របស់ Rashford សុទ្ធចូល Real Madrid ចឹងបាទយើងមកទស្សនារូបភាពម្ដងទៀតបាទប្រិមិត្តយើងនេះបាទនេះ Cherky នេះបើបោះទៅហាឡានហ្នឹងហាឡានដាក់ផឹងបាត់ហើយណារឿងចឹងបានតែបែបមិនសូវចូលចិត្តបាទហើយដល់ចុងក្រោយបោះទៅអស់បាត់ទុកបាល់ទៅទៀតមកកន្លែងទៀតបាទចង់សុទ្ធខ្លួនឯងមិនបាទរ៉ាយ៉ាន Cherky ក៏ឡងគាត់ឆ្វេងលោកកញ្ញាកដាបានព្រមកញ្ចាយបញ្ចប់ការប្រកួតទៅហើយលទ្ធផលតោឃីវ Chelsea រងបរាជ័យក្រោមទ្វេជើងរបស់ Mikel Manchester City ដែលបានពីការសុទ្ធរបស់កីឡាករអង់តនសាមេនយ៉ូនៅក្នុងនាទីទី72បើប្រើក្បាច់យ៉ាងពិសេសរបស់ព្រះយើងគឺវាយកែងខាងក្រោយបាទ1-0អបអរ Mikel Manchester City ខ្លាយជាម្ចាស់ជើងឯកបាទស្មើទៅនឹងពានរបស់ Chelsea ហើយពោលគឺ8ដងបាទជាទី8បាទចឹងប្រិមិត្តបងប្អូនបាទសម្រាប់រដូវកាល2025-26បាទ FA Cup នេះគឺរកឃើញហើយបាទចឹង Mikel Man City បាទរដូវកាលមុនគាត់ឡើងមកដូចគ្នាបាទទៅ4ឆ្នាំយកគ្នាបាទមិនគាត់រដូវកាលមុនគឺគាត់ចាញ់បាទ Crystal Palace នៅក្នុងវគ្គផ្ដាច់ព្រ័ត្របាទឥឡូវនេះគឺគាត់បានយកឈ្នះ Chelsea នៅក្នុងវគ្គផ្ដាច់ព្រ័ត្រវិញបាទ1-0ដូចគ្នាបាទលើកពានបាទបង្ហាញទៅកាន់អ្នកគ្រប់គ្រងរបស់ខ្លួនបាទគាត់ជាពានទី2ក្នុងរដូវកាលនេះផងដែរបាទ Bernardo Silva Rodri លោកប៉េបហ្នឹងក៏មិនទាន់ជាបាទយ៉ាងណាយ៉ាងណីដែរទេបាទសម្រាប់បាទរដូវកាលក្រោយនោះបាទនេះគឺ Ruben Dias បាទខ្ញុំប្រិមត្តបងប្អូនយើងបាទបន្ទាប់ពីលើកពាននេះហើយបាទខ្ញុំក៏នឹងលាបងប្អូនយើងដែរបាទបងប្អូនយើងដែលកំពុងទស្សនាដល់គ្នាគុណច្រើនមែនទេសម្រាប់ការចូលរួមបាទ400នាក់ជាងដែលចាំមើលលើកពានបាទរហូតមិនទាន់ចាញ់ទេបាទចឹងយ៉ាងណានោះក៏រួចរាល់ការលើកពានអបអរអីហើយបាទខ្ញុំនឹងធ្វើការជម្រាបលាបងប្អូនយើងតែម្ដងបាទចឹងគឺប៉ុណ្្នឹងបានហើយបងប្អូនបាទយ៉ាងណារត់ពេលលឺបាទចំណុចខ្វះខាតត្រង់ដល់មួយដល់ចេតនាបាទសំខាន់តែនឹងអធិស្ឋានបាទខ្ញុំក្រោយខ្ញុំបាទធីវ៉ារួមទាំងបងប្រុសជីវ័ននិងក្រុមការងារ Export ទាំងមូលបាទជម្រាបលាជួបគ្នានៅក្នុងការប្រកួតក្រោយៗទៀតបាទគុណច្រើន